Rương bẩn túc khmauj nơ. Khnyom chăm mình plek tê tha chùm hiên đầm bông đại khnyom chin chôl khnon bẩn túc sần tha kia vi đol ở khnyom nơ rom ở vây mà giang rốc. Prap mình trơ khnon khu ba robot khnyom đôi chỉ miên chuông mọc cu mờng, hai sầm lên srập nay đầm nọ tức srọ chốt, có cát lang mọc phòng đài. Rương rao rôn thốt đại ban cát lang mọc lơ khnyom cao pi mùi năm môn cứ pe đại khnyom ban tơ sna nơ bẩn túc sần tha kia mùi cần like nơ kra prote mùi vi có ban thưa ở khnyom ban cất thà. Cá sna nơ cần like sen kra pi pte vi pất cứ chỉ rương cua ở cru thna bầm phốt, pru dương mình đăng nú. Tê tha cần like đại dương trơ tơ nú, cao pi môn thlop chụp rương rao ở vậy khla, miênประวัติแบบนาคลาเตchia pi se. គឺបន្ទប់ផ្ទះជួលនិងបន្ទប់សន្តាគារផ្ទះសំណាក់នេះតែម្ដងដែលច្រើនតែកើតមាននៅរឿងឃាតកម្មឬសម្លាប់ខ្លួនជាញឹកញយតែគ្រាន់តែព័ត៌មានភាគច្រើនបានបិទបាំងគុំឲ្យឈ្លុះសុយចេញទៅក្រៅខ្លាចក្រែងមានភ្ញៀវមកស្នាក់នៅរឿងហេតុដែលខ្ញុំបានជួបវាគឺសាហាវបំផុតរហូតពេលខ្លះខ្ញុំនឹងព្រឺសម្បល់មកយ៉ាងរអាពេលដែលខ្ញុំនឹករលឹកដល់រឿងរន្ធត់មួយនេះមួយឆ្នាំមុននៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2020ពោលគឺមួយឆ្នាំមុនខ្ញុំបានធ្វើដំណើរទៅចូលរួមកម្មវិធីប្រជុំរបស់ក្រុមហ៊ុនដែលខ្ញុំបម្រើការងារនៅប្រទេសថៃដោយសារតែប្រធានរបស់ខ្ញុំជាប់រវល់កិច្ចការដកឃ្លាមិនរួចទើបគាត់បានចាត់ឲ្យខ្ញុំទៅបំពេញធុរៈជំនួសគាត់ខ្ញុំអាចនិយាយខ្ញុំជាមនុស្សម្នាក់ដែលមិនសូវដើរឆ្ងាយទេសូម្បីតែក្នុងប្រទេសក៏ខ្ញុំមិនដែលដើរដែរព្រោះខ្ញុំជាមនុស្សមានវិញ្ញាណខុសពីមនុស្សធម្មតាជាពិសេសខ្ញុំតែដើរទៅគេងនៅផ្ទះនរណាខុសមិនផ្ទះខ្លួនគឺខ្ញុំតែងតែជួបនៅរឿងហេតុចម្លែកហើយតែវាជាកាប់កិច្ចចាំបាច់ខ្ញុំមិនអាចយករឿងផ្ទាល់ខ្លួនមកបូកឡំជាមួយរឿងការងារបានឡើយដូចនេះទើបខ្ញុំសម្រេចចិត្តទាំងមកហ្មងទៅប្រជុំក្រៅប្រទេសជំនួសប្រធានខ្ញុំទៅប្រទេសថៃបន្ទាប់ពីបានជួបអ្នកចាំទទួលនៅប្រលានយូនូថោះហើយខ្ញុំក៏ត្រូវបានអ្នកនាំផ្លូវនាំខ្ញុំមកកាន់សន្តាគារធំមួយក្នុងទីក្រុងបាងកកដែលជាកន្លែងសម្រាប់ខ្ញុំស្នាក់នៅរយៈពេល2យប់កំឡុងពេលនៅធ្វើកិច្ចការប្រជុំក្នុងប្រទេសនេះមកដល់បន្ទប់ជនជាតិថៃដែលតំណាងក្រុមហ៊ុនធំនៅប្រទេសថៃនេះបាននិយាយជាភាសាអង់គ្លេសមកប្រាប់ខ្ញុំថាខ្ញុំត្រូវស្នាក់នៅជាមួយតំណាងជនជាតិហ្វីលីពីនម្នាក់ប៉ុន្តែតតែ1ម៉ោងទៀតទើបមកដល់អ៊ីចឹងហើយសូមឲ្យខ្ញុំចាំនៅក្នុងបន្ទប់នេះសិនហើយក្រេបនិយាយសន្នាចាប់ខ្ញុំក៏បិទទ្វារបន្ទប់ដោយអូសវ៉ាលីសយកទៅដាក់លើពូកដើម្បីបើកយកខោអាវមកដាក់ទូសម្រាប់ស្រួលស្លៀកពាក់កំឡុងពេលដែលខ្ញុំកំពុងតែអង្គុយបត់ជើងនៅលើពូកជាមួយដៃដែលរៀបខោអាវយ៉ាងយកចិត្តទុកដាក់នោះខ្ញុំក៏ស្រាប់តែក្រឹកក្រាក់ខ្ញុំព្រឺសម្បល់មកខ្ញាក់ជាមួយអារម្មណ៍ត្រជាក់ឆ្អឹងខ្នងមកយ៉ាងស្រាវខ្លួនកាលបើខ្ញុំស្រាប់តែងសំឡេងចាក់កន្លឹះទ្វារបន្ទប់នៅខាងក្រៅដូចដែលខ្ញុំបានរៀបរាប់ខាងលើអ៊ីចឹងថាខ្ញុំជាមនុស្សម្នាក់គឺមានញ៉ែនដឹងមុនព្រោះតាំងពីខ្ញុំឈានជើងបន្ទប់នេះហើយខ្ញុំព្រឺក្បាលមកមិនឈប់ទេមិនមែនខ្ញុំព្រឺព្រោះប្លែកកន្លែងអីទេតែខ្ញុំហាក់មានអារម្មណ៍ប្លែកម្យ៉ាងដែលឲ្យដឹងតាមញ៉ែនថាខ្ញុំមិនបាននៅក្នុងបន្ទប់នេះតែម្នាក់ឯងទេគឺខ្ញុំដូចជាត្រូវនរណាមើលមកខ្ញុំរហូតអ៊ីចឹងបាត់សំឡេងស្ងាត់វិញខ្ញុំក៏ព្យាយាមមិនគិតច្រើនដែរព្រោះមើលទៅប្រហែលខ្ញុំស្ដាប់ច្រឡំហើយបន្តិចមកបន្ទាប់ពីរៀបខោអាវរួចរាល់ខ្ញុំក៏សង្កេងមួយសន្ទុះព្រោះតាំងពីព្រឹកមកខ្ញុំចាយកម្លាំងមិនណុយទេគ្រាន់តែបិទភ្នែកដាក់ក្បាលដល់ខ្នើយភ្លាមខ្ញុំលក់ដូចគេសណ្ដំអ៊ីចឹងក្រឹកក្រាក់ខ្ញុំស្ទុះបើកភ្នែកមកភ្លាមកាលបើខ្ញុំបាននាសំឡេងចាក់កន្លឹះទ្វារជាលើកទី2ខ្ញុំមិនច្រឡំទៀតឡើយដោយមិនគិតច្រើនខ្ញុំក៏ដើរតិចចេញពីបន្ទប់ទៅរកទ្វារបន្ទប់ដំបូងខ្ញុំគិតថាប្រហែលជាតំណាងជនជាតិហ្វីលីពីនដែលត្រូវស្នាក់នៅជាមួយខ្ញុំហើយប៉ុន្តែខ្ញុំស្រាប់តែលេបទឹកមាត់ភ្លឹកកាលបើខ្ញុំបានឃើញថាក្នុងបន្ទប់នេះមិនមានវត្តមានរបស់អ្នកណាចូលមកឡើយមិនអស់ចិត្តខ្ញុំក៏អង្គុយចាំមួយសន្ទុះតែក៏គ្មានឃើញស្រមោលនរណាចូលមកដែរខ្ញុំចង់ចិញ្ចើមឆ្ងល់មកភ្លាមដោយខ្ញុំច្បាស់ណាស់ថាមិនច្រឡំស្ដាប់ខុសឡើយសំឡេងចាក់គុណលើសទ្វារបន្លឺមកទាំងពីរដងតែហេតុអ្វីបានជាទ្វារបិទធម្មតាគ្មានវត្តមាននរណាម្នាក់ទៅវិញមួយស្របក់ក្រោយកំឡុងពេលដែលខ្ញុំកំពុងតែអង្គុយសេចក្ដីគិតម្នាក់ឯងទាំងមិនយល់នោះសំឡេងគូសទ្វារក៏បានបន្លឺឡើងមកខ្ញុំស្ទុះរហ័សមូលកន្លឹះទ្វារភ្លាមដោយបានបង្ហាញឲ្យខ្ញុំឃើញពេញនៅវត្តមានមនុស្សប្រុសវ័យប្រហែល30ម្នាក់កំពុងតែឈរញឹមដាក់ខ្ញុំបន្តិចមកគេក៏និយាយជាភាសាអង់គ្លេសមកកាន់ខ្ញុំសួស្ដីខ្ញុំដេឆាលអ្នកតំណាងជនជាតិហ្វីលីពីនជាមិត្តរួមបន្ទប់របស់លោកបាទសួស្ដីលោកខ្ញុំឈ្មោះភាណូជាអ្នកតំណាងកម្ពុជាខ្ញុំទៅបញឹមទាំងធូរចិត្តរឿងចាក់កន្លឹះទ្វារដែលខ្ញុំបានមុនអំបញ្ញមិញក៏ត្រូវបានខ្ញុំទុកមួយឡែកសិនទៅព្រោះពេលនេះខ្ញុំមានមនុស្សមកកំដរហើយអារម្មណ៍ចម្លែកក៏ឡើងមានទៀតដែរមួយម៉ាំងក្រោយខ្ញុំសើចសប្បាយកាលបើខ្ញុំនឹងដេឆាលយើងទាំងពីរហាក់និយាយត្រូវគ្នាណាស់ទើបធ្វើឲ្យខ្ញុំលែងចង់ចាំរឿងចម្លែកមុននោះតែម្ដងទៅក្រោយពីនិយាយគ្នារួចរាល់ពួកយើងទាំងពីរក៏ដើរចេញពីបន្ទប់ដើម្បីទៅរកសាលប្រជុំបហែ2ម៉ោងក្រោយម៉ោងក៏8យប់ទៅហើយបន្ទាប់ពីប្រជុំចប់ដេឆាលគេក៏មិនទាន់ត្រឡប់មកបន្ទប់ជាមួយខ្ញុំដែរ
ដោយគេបានប្រាប់ថាគេចង់ទៅលេងមិត្តភក្តិគេដែលមកធ្វើការនៅថៃនេះសិនយប់បន្តិចទើបគេត្រឡប់មកវិញចំណែកខ្ញុំហត់នឿយអស់កម្លាំងជិះយន្តហោះផងប្រជុំផងខ្ញុំក៏ត្រឡប់មកបន្ទប់វិញម្នាក់ឯងដោយជិះមិនផុតក្រាកគ្រាន់តែបើកទ្វារឈានជើងចូលបន្ទប់ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ព្រឺខ្នងព្រឺក្បាលមកមិនឈប់ទៀតហើយខ្ញុំអង្គុយអបប្រានព្រោះតែម៉ាស៊ីនត្រជាក់ក្នុងបន្ទប់នេះវាពិតជាត្រជាក់ចម្លែកខុសធម្មតាមែនទែនអេមិនក៏ត្រជាក់យ៉ាងហ្នឹងដល់គិតចុះគិតឡើងខ្ញុំក៏ស្រាប់តែចង់សើចជាមួយខ្លួនឯងដែរដែលតែងតែចេះតែនឹកឃើញគិតផ្ដេសផ្ដាស់ទៅកើតព្រោះការពិតទៅមិនអោយត្រជាក់យ៉ាងម៉េចបើនៅតែម្នាក់ឯងនឹងព្រោះពេលនៅជាមួយឆាលគឺមានគ្នាពីរនាក់ដូចនេះម៉ាស៊ីនត្រជាក់ច្បាស់ជាស្រូបភាពត្រជាក់ចេញខ្លះហើយម៉ោង 9 ជាងទៅហើយខ្ញុំទើបតែបង្ហើយកិច្ចការផ្ញើឯកសារតាមម៉ាលទៅឲ្យប្រធានរួចរាល់បន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមស្អិតខ្លួនស្អុយញើសខ្លួនឯងទើបខ្ញុំក៏បានចូលបន្ទប់ទឹកងូតទឹកដើម្បីសម្អាតខ្លួនរួចសឹមចូលគេងកំឡុងពេលងូតទឹកនៅក្នុងបន្ទប់ទឹកយ៉ាងត្រជាក់ចិត្តសុកទឹកផ្កាឈូកក៏ឡើងចេញធ្វើឲ្យខ្ញុំប្រឹងបើកភ្នែកទាំងសាប៊ូកក់សក់ហូរហៀពេញមុខព្រោះតែលាងមិនទាន់ច្រែះអស់ខ្ញុំខំរាវដៃស្រវាលូកដៃទៅស្ទាបកុងតាក់ទឹកក្តៅព្រោះគិតថាប្រហែលខ្លួនឯងប៉ះកុងតាក់បិទដោយមិនដឹងខ្លួនតែទោះជាខ្ញុំមើលឃើញមិនច្បាស់ប៉ុន្តែខ្ញុំក៏នៅតែអាចមើលឃើញព្រាបានថាកុងតាក់ទឹកមិនបានបិទតែណាឬមួយក៏មកពីប្រព័ន្ធទឹកក្រអាក់រអួល